យើងចង់បានអីយើងថែនឹងយើងដាក់គោលដៅរឿងហ្នឹងយើងចង់បានរឿងអីយើងដាក់គោលដៅរឿងហ្នឹងយើងចង់ក្មេងជាងវ័យយើងចង់មានផ្ទៃមុខស្អាតយើងត្រូវតែមានគោលដៅច្បាស់លាស់ទៅវាខ្លាយជាកម្លាំងបណ្ដាចិត្តឲ្យយើងធ្វើរឿងហ្នឹងបងអូនដឹងអត់ចាខចុក9ទៅ Telegram បងដឹងថាខ្ញុំរងថ្ងៃនេះខ្ញុំ10ផ្ដាច់របស់ផ្អាប់បានទេនៅពេលដែលយើងចេះស្រឡាញ់សុខភាពខ្លួនឯងនៅពេលដែលយើងចង់មានរឿងស្អាតខ្ញុំសុំវាយខ្លួនឯងតែ3ខែខ្ញុំនឹងទទួលបានរឿងស្អាតអូខ្ញុំចង់ធ្វើវីដេអូហ្នឹងតែខ្ញុំចាំខ្ញុំរឿងស្អាតជាងនេះសិនខ្ញុំនឹងចេញឲ្យបងប្អូនចែករំលែកថាគ្រប់យ៉ាងមនុស្សធ្វើបានទាំងអស់ការសម្រក់រឿងអត់មានរឿងពិបាកទេហើយអ្នកនឹងអត់វេទនាបូកនឹងចំនួនការបន្ថែមអីខ្លះសូម្បីតែមិនមានចំនួនការបន្ថែមដូចជាកាហ្វេដូចជាតែក៏យើងអាចធ្វើបានតែគាត់ថាដាក់ពីនឹងទៀតទៅវារៀងលឿនជាងធម្មតាមនុស្សធ្លាប់តែចូលចិត្តរបស់ផ្អាប់ហេតុអីបដូរបរិបទអត់ញ៉ាំសោះមនុស្សស្អប់ទ្រុងមាន់ស្អប់សាឡាត់ស្អប់ពងស្ងោរហេតុអីញ៉ាំមួយថ្ងៃ3 4 5គ្រាប់បានថ្ងៃណាត់ញ៉ាំបាយហ្នឹងបងខ្ញុំញ៉ាំតែពងប្រូតេអ៊ីនញ៉ាំប៉ុណ្ណឹងណាល្ងាចហ្នឹងដល់គោមួយកែវដោយសារឆ្អឹងយើងអត់សូវបានផឹក collagen ខ្ញុំអត់សូវបានផឹកមែនអា collagen អា bird net អ្នកដែលគេបានញ៉ាំអាហ្នឹងជាប្រចាំឆ្អឹងគេល្អមែនតើ